Nissan Skyline GT-R R34 ដែលទើបតែនឹងចូលស្តុកថ្មីជាប្រភេទឡាន model ក្នុងវីដេអូនេះ admin នឹងយកមក review ជួយអ្នកនរគ្នាទស្សនាឡានមួយ model នេះមានទាំងជើងទម្រនិងកញ្ចក់ acrylic នៅខាងក្រៅដូចអ្នកនរគ្នាបានឃើញអញ្ចឹងស្អាតខ្លាំងមែនទែនអ្នកនរគ្នាសម្រាប់កញ្ចក់ acrylic និងជើងទម្រដែលធ្វើឲ្យអ្នកនរគ្នាងាយស្រួលសម្រាប់ការដាក់តាំងនិងជួយការពារឡាន model របស់អ្នកនរគ្នាមានចំណាប់អារម្មណ៍អាចតាក់ទងមកបានណា Page High Brand from Victoryតោះឥឡូវនេះអ្នកនរគ្នាមកមើលអំពី detail របស់ឡាន model យើងបន្តទៀតដោយតែបានដឹងអញ្ចឹងអ្នកនរគ្នាសម្រាប់ឡាន model Nissan Skyline GT-R R34 ការ design របស់គេស្អាតហើយលម្អិតទៀតអ្វីដែលពិសេសនោះគឺ Nissan អ្នកណាគេក៏ស្រឡាញ់ដែរសូម្បីតែ admin ក៏ចូលចិត្តជាប្រភេទឡាន model Nissan ដោយសារការ design គេសាមញ្ញទេប៉ុន្តែស្អាតបានយូរខ្លាំងមែនទែនអ្នកនរគ្នាមើលមិនចាស់ធុញជាមួយនឹងឡាន model កាន់តែមើលកាន់តែស្រឡាញ់ដូចឡានមួយ model ដែលនៅក្នុងវីដេអូនេះអញ្ចឹងអ្នកនរគ្នាផ្លេចជម្រាបប្រាប់អ្នកនរគ្នាថាឡានមួយ model នេះមាន limited edition មួយនៅក្នុងចំណោម699គ្រឿងនេះគឺជាលេខរៀងទី1ហើយអ្វីដែលពិសេសនោះគឺយើងអាចបើក hood ម៉ាស៊ីនរបស់ឡាន model បានទៀត design ខាងក្រៅលម្អិតខ្លាំងសម្រាប់ខាងក្នុងក៏លម្អិតដូចគ្នាក្នុងវីដេអូនេះក៏បានមកដល់ទីបញ្ចប់បើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍កុំភ្លេចណា Page High Brand from Victory